សួស្តីបងប្អូនជាទីស្រឡាញ់ចាបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបគឺឆាសាច់គោជាមួយបន្លែត្រឡាចបងប្អូនខ្ញុំអត់ដែលហូបទេត្រឡាចដូច្នេះនេះគ្រឿងទេសដែលខ្ញុំត្រូវឆាមានខ្ទឹមមានស្លឹកខ្ទឹមមានសាច់គោមានម្ទេសមានខ្ទឹមសបងប្អូនរួចហើយក៏ចាប់ផ្ដើមឆាបងប្អូនឆាមកខ្ញុំចូលចិត្តឆាដាក់ម្ទេសលាយរហូតបងប្អូនទីមកគ្រាប់ឲ្យខ្ទឹមយើងមានក្លិនក្រអូបហើយយើងដាក់សាច់រួចហើយយើងចាប់ផ្ដើមដាក់ស្ករដាក់ប៊ីចេងបងអូនខ្ញុំអត់មាននៅអំបិលរ៉ូឌីឬគឺម្សៅស៊ុបខ្នុរទេបងអូនខ្ញុំប្រើទៅស្ករសប៊ីចេងទឹកត្រីហើយនឹងប្រេងស្អីទេបងអូនខ្ញុំអត់ស្គាល់ទេប្រេងនោះហាថ្លៃមកដល់30000នឹងគេមានប្រេងកញ្ចងទេបងអូនអើយនេះ10នេះនឹងទីប្រេងអីខ្ញុំអត់ស្គាល់ខ្ញុំចេះទេហូបក៏ដាក់ប្រេងនេះបន្តិចមកបងអូននឹងប្រេងខ្លាំងនឹងប្រេងអីទេខ្ញុំអត់ស្គាល់ទេបងអូនក៏ឆាសាច់អុយឆ្អិនមកបងប្អូនឆ្អិនរួចហើយចាប់ផ្ដើមដាក់បន្លែត្រឡាចបងអូនបន្លែត្រឡាចយើងហាន់ឲ្យម៉ត់ដើម្បីទី1ហើយឆាឆាប់ឆ្អិនទី2វារហ័សចូលជាតិបងប្អូនហើយក៏ទី3ក៏វាមានហើយនេះល្អបងប្អូនឃើញទៅវាឆាទៅទន់ទៅល្មើយមើលទៅវាឃើញល្អបងប្អូនមកយើងហាន់ធំរឹងហើយឆាទៅឃើញឆ្កាក់ឆ្កើតបងប្អូនមកយើងហាន់ឲ្យតិចតួចវាទៅពេលឆាទៅបងប្អូនមើលឃើញទន់ល្មើយបងប្អូនទន់ល្មើយហើយក៏ចូលជាតិទៀតបងប្អូនខ្ញុំដូចថាខ្ញុំចូលចិត្តទេឆាសាច់គោឥតល្ហេបងប្អូនខ្ញុំតម្រូវបានទិញទេសាច់ជ្រូកដោយសារអីខ្ញុំសាច់ជ្រូកខ្ញុំអត់សូវបានហូបទេបងអូនព្រោះអីពិបាកទិញមកនៅស្រុកនៅអីទៅជិលបើសាច់គោអ្នកស្រុកយើងគោអ្នកស្រីគេចិញ្ចឹមព្រាលដៃបងអូនអត់មានមេទេគោអ្នកជនបទគឺហូបបានពេញមាត់បងប្អូនឆាតឡាចរបស់យើងឃើញថាឆ្អិនហើយបងប្អូនឃើញអត់បន្លែនេះទន់ល្មើយបើយើងហាន់បន្លែតិចតួចហើយវៀងទៅបងអូនមានអីទន់ល្អហើយក៏លឿនឆ្អិនតិចបងប្អូនដូចខ្ញុំអត់សូវចូលចិត្តប្រមាណទេបន្លែត្រឡាចបងប្អូនមួយឆ្នាំងាយបានហូបទេដូចនេះឆាត្រឡាចរបស់យើងឆ្អិនហើយក៏ចុងក្រោយក៏ដាក់ស្លឹកខ្ទឹមបងប្អូនអើយមើលឃើញថាធ្នួងអត់បងប្អូនគឺរសជាតិអស្ចារ្យបងប្អូនហូបបានធម្មតាឆ្អិនហើយចាប់ផ្ដើមដួសមកបងប្អូនអត់មានអីវៀងឆ្ងាយទេគឺសង្ខេបបានហូបភ្លាមបងប្អូនបើយើងទិញគេប៉ុន្តែមានតិចពឿនទេបងប្អូនបើយើងធ្វើរបស់ឯងចំណេញបានច្រើនហើយយើងចេះធ្វើផងហើយក៏ដូចទីរវល់ផងបងប្អូនវីដេអូរបស់យើងក៏មានតែប៉ុណ្ណេះក៏សូមជូនពរបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំឲ្យជួបតែសេចក្តីសុខ